បាទសូមគោរពនឹងជម្រាបសួរបងប្អូនប្រិយមិត្តដែលតាមដានស្ដាប់និងទស្សនាទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងបន្តការសិក្សារបស់យើងបន្តទៀតទាក់ទងជាមួយនឹងការប្រើប្រាស់ជាមួយនឹងGoogle Drive អញ្ចឹងការពីវីដេអូមុនគឺបងប្អូនបានសិក្សាអំពីការ share ជាមួយនឹងfolder បាទទៅឲ្យអ្នកដទៃហើយយើងកំណត់សិទ្ធិឲ្យគាត់អាចធ្វើអីបានអាចកែប្រែអាចលុបអាចអីផ្សេងៗបានអញ្ចឹងណាអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងបន្តទៀតអញ្ចឹងបញ្ហាមួយដែលតាក់ទងជាមួយនឹងវីដេអូមុនគឺយើងមានបញ្ហាតាក់ទងជាមួយនឹងការ transfer បាទ transfer មានន័យថាផ្ដល់សិទ្ធិឲ្យអ្នកណាផ្សេងដែលជាម្ចាស់កាន់កាប់ទៅលើ folder ដែលយើង share ឲ្យគេហ្នឹងអញ្ចឹងណាអញ្ចឹងមានបញ្ហាត្រង់ថាបើសិនជាយើង transfer folder ហ្នឹងទៅឲ្យ email ផ្សេងដែលខុសក្រុមហ៊ុនគ្នាឬក៏ខុស organization គ្នាគឺយើងអាច share បានទេដោយកាលពីវីដេអូមុនគឺខ្ញុំបាន share មានន័យថានេះជា owner ជាម្ចាស់ folder ឧទាហរណ៍ខ្ញុំ share folder ការងាររដ្ឋបាលនេះទៅឲ្យជាមួយនឹងនេះបាទ email មួយគឺ email របស់ក្រុមហ៊ុនខាងខ្ញុំនេះគឺបងប្អូនអាចឃើញគឺ vanliphein@savannaphum.edu.kh អញ្ចឹង email នេះគឺមិនមែនជា email របស់ក្រុមហ៊ុន Google ទេវាជា email របស់ក្រុមហ៊ុនផ្ទាល់ខ្លួនគេហៅថា Google G Suite ណាបាទ G Suite កន្លែងនេះអញ្ចឹងគឺខាងក្រុមហ៊ុនរបស់ខ្ញុំជាអ្នកបំបែក email មួយទៅឲ្យខាងបុគ្គលិកខាងសាលារៀនសុវណ្ណភូមិហ្នឹងគឺឲ្យម្នាក់មួយប្រើអញ្ចឹងវាមិនមែនជា email របស់ក្រុមហ៊ុន Google ទេអញ្ចឹងណាបងប្អូនអាចឃើញថានេះគឺ email ដែលជាម្ចាស់នេះគឺប្រភេទ gmail.com មានន័យថាជា email របស់ក្រុមហ៊ុន Google ប៉ុន្តែ email នេះគឺ email របស់ក្រុមហ៊ុនរបស់ខ្ញុំវិញគឺវាមានន័យថាខុសក្រុមហ៊ុនគ្នាអាច transfer ឬក៏ផ្ដល់សិទ្ធិទៅឲ្យម្ចាស់កាន់កាប់ folder ហ្នឹងខុស organization គ្នាបានទេខុសក្រុមហ៊ុនគ្នាបានទេអញ្ចឹងណាអញ្ចឹងបងប្អូនអាចនឹងរៀងវគ្គបន្តិចកាលពីវីដេអូមុនឥឡូវខ្ញុំនឹងរំលឹកបន្ថែមមានន័យថាបើសិនជាយើងចង់ transfer file ហ្នឹងទៅឲ្យគេឧទាហរណ៍នេះបងប្អូនឃើញ owner ម្ចាស់ folder ការងាររដ្ឋបាលហ្នឹងគឺនេះ cambotechnoonline.com.kh@gmail.com បងប្អូនឃើញក្រុមហ៊ុនគឺ @gmail.com មានន័យថាក្រុមហ៊ុនរបស់ Google ប៉ុន្តែបងប្អូនឃើញនេះ email ដែលឧទាហរណ៍យើងចង់ transfer ទៅឲ្យ email នេះឥឡូវខ្ញុំរំលឹកមកវិញណាបាទអាចនឹងបងប្អូននឹងរៀងវគ្គបន្តិចឥឡូវខ្ញុំ transfer ម្ដងទៀតឲ្យឃើញថាវាមានបញ្ហាអីឥឡូវខ្ញុំសូម add ជាមួយនឹងមានន័យថា add អ្នកផ្សេងឲ្យកាន់កាប់ជាមួយនឹងfolder ហ្នឹងនេះបងប្អូនអាចឃើញគឺខ្ញុំនឹងឲ្យគាត់ខ្លាយជាowner បាទ owner មានន័យថាជាម្ចាស់ folder ហ្នឹងវិញណាមានន័យថាខ្ញុំ email នេះលេងចង់ធ្វើជាម្ចាស់ folder ហ្នឹងហើយបងប្អូនអាចឃើញនេះគឺ folder នេះគឺមានន័យថាម្ចាស់គឺមីនឹងសំដៅទៅលើ email នេះឯងជាម្ចាស់ឥឡូវយើងចង់ផ្ដល់សិទ្ធិទៅឲ្យអ្នកផ្សេងនេះ email មួយនេះដែលយើង copy មកមិញហ្នឹងណាឲ្យគាត់ជាម្ចាស់វិញឥឡូវខ្ញុំសូមបើក folder ហ្នឹងមកវិញបាទអញ្ចឹងយើងទៅមើលនៅក្នុង sharing បងប្អូនអាចទៅមើលឃើញមាន folder ការងាររដ្ឋបាលមួយនេះមានន័យថានេះ share by មានន័យថាចែករំលែកដោយ email មួយឈ្មោះថា cambotechnoonline.com នេះបងប្អូនឃើញជាម្ចាស់ហ៎បាទជាម្ចាស់គឺ Cambotechnoonline ប៉ុន្តែបើសិនជាខ្ញុំបដូរខ្ញុំចង់ផ្ដល់ឲ្យគាត់ជាម្ចាស់ផ្ទាល់ណានេះបងប្អូនឃើញកន្លែងនេះយើងអាចដូរបានឃើញ transfer ownership ពេលណាយើងចុច transfer នឹងពឹបទៅបងប្អូនឃើញគេដាក់គេឲ្យយើង make sure ថាតែយើងប្រកាសថាឲ្យគាត់ជាម្ចាស់ folder ហ្នឹងអត់បាទពេលណាយើងចុច yes ពឹបគឺនឹងមាន message មួយ load ថា cannot មានន័យថា sorry គឺ cannot transfer ownership to vanliphein ដោយសារអីគេនេះគឺខុស organization មានន័យថាខុសក្រុមហ៊ុនគ្នាឃើញទេបងប្អូនឃើញខុសត្រង់ណាដោយសារតែបងប្អូនឃើញអានេះគឺក្រុមហ៊ុនរបស់ខាងការងារខ្ញុំហើយនេះគឺក្រុមហ៊ុនរបស់ Google គឺអត់អាច transfer បានទេប៉ុន្តែបើយើង transfer ទៅឲ្យប្រភេទ email Gmail ដូចគ្នានេះគឺយើងអាច transfer បានឥឡូវខ្ញុំសូមទៅបើកជាមួយនឹង email មួយទៀតដើម្បីឧទាហរណ៍ឲ្យបងប្អូននឹងច្បាស់នេះបាទខ្ញុំយក email ជាប្រភេទ Gmail ដូចគ្នាបងប្អូនឃើញនេះ
បាទ SPS POP1 student survey @gmail.com មកឃើញទេក្រុមហ៊ុនវាដូចគ្នាឥឡូវចាំមើលថាវាមានបញ្ហាអីអត់ឥឡូវខ្ញុំសុំ add មួយទៀតចូលបាទ editor send បាទទៅហើយបាទអូខេបាទទៅណាអញ្ចឹងយើងទៅមើលម្ដងទៀត share បងប្អូនទៅមើលថានេះគឺយើង add editor មួយទៀតហើយប៉ុន្តែអត់តន់ transfer ឲ្យណាយើងអត់តន់ transfer ឲ្យគាត់ជាម្ចាស់ទេព្រោះ folder នេះបងប្អូនអាចឃើញ owner មានន័យថាការងាររដ្ឋបាលនេះ folder ហ្នឹងគឺ owner ម្ចាស់គឺនៅតែ Cambodia នៅ online ទេឥឡូវខ្ញុំទៅមើលសិនថាតើនេះ student email ដែលយើងផ្ញើឲ្យមិញហ្នឹងគាត់ទទួលបានអា folder share មិញនៅបាទនេះយើងទៅមើលនៅក្នុង share with me បាទនេះបងប្អូនឃើញនេះមកណាការងាររដ្ឋបាលហើយ share by share ដោយ Cambodia នៅ online ឥឡូវយើងនឹងផ្ដល់សិទ្ធឲ្យគាត់ជាម្ចាស់ folder នឹងវិញកន្លែងនេះលេងទៀតនឹងលេងជា email Cambodia នៅ online ហ្នឹងហើយទៅជាគាត់ផ្ទាល់មានមីទៅជាមីវិញណាហើយអត់មាន load នៅក្នុង share ហ្នឹងទេគឺ load នៅក្នុង My Drive តែប៉ុណ្ណោះនេះបងប្អូនឃើញ My Drive គឺអត់មានទេណាអត់មានអា folder ការងាររដ្ឋបាលហ្នឹងទេឥឡូវខ្ញុំនឹង transfer គាត់ជាម្ចាស់តែម្ដងនេះខ្ញុំយកពាក្យ transfer ownership បាទលេងចេញ message អីហើយគឺចេញពាក្យថា send បាទ invitation បាទ invitation យើងចុចបែបហ្នឹងបាទហើយពេលហ្នឹងទៅហើយបាទយើងចុចពាក្យថានេះគឺបងប្អូនឃើញកន្លែងនេះ load ពាក្យថា pending owner មានន័យថាត្រង់ហ្នឹងគឺរងចាំឲ្យម្ចាស់ email ឈ្មោះថានេះ SPS pop1 studentsurvey@gmail.com គាត់ accept ទទួលធ្វើជាម្ចាស់វិញមានន័យថាយើងបញ្ជូនប៉ុណ្ណឹងមានន័យគេអត់តន់ខ្លាចជាម្ចាស់លុះត្រាតែគេ accept គេយកព្រមទទួលធ្វើជាម្ចាស់បានអាចបានអញ្ចឹងធ្វើម៉េចដើម្បីទទួលបានយើងចូលទៅក្នុង email អ្នកដែលទទួលនេះយើងចូល email សូមបើក tab ថ្មីហើយខ្ញុំយកពាក្យថា Gmail អានឹងលឿនជាងណាចុចកន្លែងហ្នឹងមកហើយយើងនឹងឃើញ message មួយនៅក្នុង inbox នេះគឺ Cambodia Techno Online នេះបាន invite បាទ invitation ហ្នឹងគឺមានន័យថាគាត់បាន invite យើងអញ្ជើញយើងខ្លាចជាធ្វើជាម្ចាស់ការងាររដ្ឋបាលហ្នឹង folder ហ្នឹងតែយើងព្រមអត់បើយើងព្រមយើងយកចុចពាក្យថា accept បើយើងអត់ព្រមទេយកពាក្យ deny ហ្នឹងមកអូខេនេះឃើញ Cambodia Techno Online invite យើងទៅហើយអូខេបើយើងចង់ព្រមយើងចុច accept ពុកមកបាទពេលនេះគឺរួចរាល់ហើយឃើញបាទយើង accept ខ្លាចជាម្ចាស់ហើយយើងទៅមើលជាមួយនឹង folder នេះវិញខ្ញុំសូម refresh វិញបាទឥឡូវវាពណ៌ជាប់ណាជាប់ Cambodia Online ឥឡូវខ្ញុំសូម refresh វានឹងបាត់អត់ចាំមើលបាទបងប្អូនឃើញបាត់ទេបាត់ហើយប៉ុន្តែវានៅក្នុង My Drive វិញវាទៅជាបោះគាត់វិញនេះឃើញអត់ម្ចាស់ទៅជា owner វិញបាទនេះទៅជាមីសំដៅទៅលើ email ហ្នឹងហើយលេងជា Cambodia Online ហើយយើងទៅមើលនៅម្ចាស់វិញកន្លែងនេះយើងចុចពាក្យដានមកចាំមើលនេះការងាររដ្ឋបាលហ្នឹងគឺវាទៅជាអីគេបាទទៅជា shortcut វិញហើយឥឡូវខ្ញុំ refresh បងប្អូនឃើញនេះវាបាត់តែទៅជាមានន័យថាគាត់លេងជាម្ចាស់ហើយមិញចេញពាក្យមីកន្លែងនេះមានគាត់ជាម្ចាស់ឥឡូវលេងជាម្ចាស់ហើយទៅជា shortcut វិញបាទចាំមើលណាបាទយើងបើកមកយើងឃើញមានfile នឹងដូចគ្នាហើយយើងទៅមើលនៅក្នុងនេះមាន file នឹងដូចគ្នាបាទនេះតាមម្ចាស់យើងមើលម្ចាស់អ្នកណាជាម្ចាស់បាទ owner នេះ owner គឺម្ចាស់របស់ខាងនេះទេបាទម្ចាស់រូបហ្នឹងណាព្រោះដោយសារខ្ញុំបាន copy ចេញពីនេះ owner នេះឃើញ owner ជាម្ចាស់ file រូបភាពហ្នឹងអញ្ចឹងมันប្រកាសថា folder ហ្នឹងជាម្ចាស់មានជាម្ចាស់នេះSPF1 student survey ហ្នឹងគាត់ជាម្ចាស់មែនប៉ុន្តែឯកសារនៅក្នុងហ្នឹងมันប្រកាសថាគាត់ជាម្ចាស់ទេគឺមានម្ចាស់របស់គេផ្សេងអញ្ចឹងទៅគាត់តែយើងអាច copy បញ្ចូលក្នុងនឹងបានអញ្ចឹងណាបាទអូខេអញ្ចឹងបើសិនជាម្ចាស់គេអត់មានសិទ្ធឲ្យធ្វើអីទេឧទាហរណ៍ថាខ្ញុំនឹងចូលទៅក្នុង email នេះ vanlipeng@swanphum.edu.kl ខ្ញុំអត់ចង់ឲ្យគាត់លុបបានទេឬក៏អត់អាចធ្វើអីបានទេខ្ញុំដាក់ទៅ viewer ឥឡូវជាមួយខ្ញុំចូលទៅ email ម្ចាស់នេះវិញនេះម្ចាស់ហ្នឹងបងប្អូនឃើញណាឥឡូវខ្ញុំទៅមើលរូបហ្នឹងតើមាននៅក្នុងហ្នឹងទេអាហ្នឹងគឺតកតងជាមួយនឹងសូមចាំតិចខ្ញុំទៅមើលបន្តិចសិននៅតាណាទេនេះ
ហ្នឹងតើតើមួយរូបភាពឥឡូវខ្ញុំសុំច្រោះជារូបភាពមកវិញអូមកច្រោះជារូបភាពច្រើនបាទដោយសារខ្ញុំមានរូបភាពច្រើននៅក្នុងហ្នឹងអញ្ចឹងណាខ្ញុំគិតថាដូចជាបាច់ទៅជាឧទាហរណ៍កន្លែងហ្នឹងដឹងថានេះម្ចាស់នេះគឺឈ្មោះ Vanipeng and swanphum.eu.ke ហ្នឹងជាម្ចាស់នេះបងប្អូនឃើញទេជាម្ចាស់ owner ដល់ពេលខ្ញុំទៅរករូបនោះវាអាចនឹងច្រើនកន្លោះក្លៀតចឹងខ្ញុំអត់ចង់ទៅរកទេកុំឲ្យខាតពេលយើងតែពិតយើងម្ចាស់នេះអាចមានសិទ្ធិក្នុងការបិទមិនឲ្យគាត់កែប្រែបានអញ្ចឹងណាបាទកន្លែងនេះណាអញ្ចឹងយើងចុចមើលតើឃើញមានម្ចាស់នឹងអត់នេះម្ចាស់ហ្នឹងយើងបើកទៅឃើញមានម្ចាស់ហ្នឹងខ្ញុំគិតថាកន្លែងហ្នឹងគឺសង្ឃឹមថាបងប្អូនតន់ណាបាទអូខេប៉ុណ្ណឹងតើតួងជាមួយនឹងការ share ហ្នឹងបាទ share វាមានជាការ transfer file ឬក៏ folder ទៅឲ្យធ្វើជាម្ចាស់ឬក៏បានត្រឹមតែមើលបានត្រឹមជាអ្នក editor ស្មើនឹង admin អញ្ចឹងទៅបាទអញ្ចឹងកន្លែងនេះជាមានន័យថាជា shortcut គាត់ម្ចាស់នេះគឺលេងជាម្ចាស់ហើយព្រោះយើងផ្ដល់សិទ្ធិទៅឲ្យគេហើយយើងចង់លុបចេញក៏បានយើងចង់ចុចទៅវិញក៏បានដែរចុចបើកមើលបើកអីបានប៉ុន្តែយើងលេងជាម្ចាស់ហើយចឹងយើងចង់លុបចេញក៏បានបើសិនជាយើងផ្ដល់សិទ្ធិទៅឲ្យគេជាម្ចាស់ហើយយើងចង់លុបចេញពីរបស់យើងក៏បានបាទយើងចុចលុបទៅបាត់ដែរតែមិនរបស់គេបាត់ដែរណាបាទគឺនេះគឺនៅដដែលរបស់គេគឺនៅដដែលឥឡូវខ្ញុំចូលទៅមើលម្ដងទៀតនេះការងាររដ្ឋបាលគឺនៅដដែលបងប្អូនឃើញទេបាទនៅដដែលហើយចង់ដឹងថាអ្នកណាជា owner ឃើញមានតែគាត់ជាម្ចាស់ហើយឥឡូវយើង share ម្ដងទៀតបាទយើងឃើញមាន editor គឺទៅជា Cambodia Techno Online ជា editor វិញហើយម្ចាស់គឺជា SPS POP1 student survey វិញយើងចង់ដកគេចេញវិញបាទមិនឲ្យគាត់អីបានយើងចុច remove មកបាទហើយនេះ remove ដែរមកបាទមានន័យថាគាត់លេងឃើញ folder ហ្នឹងមានតែយើងទេជាអ្នកមានសិទ្ធិក្នុងការធ្វើអីគ្រប់យ៉ាងអញ្ចឹងយើងដកចេញអស់ហើយកន្លែងនេះកុំភ្លេចណាបើយើងដកគេជា admin ជា editor មែនប៉ុន្តែបើគេមាន link អា folder ហ្នឹងគេនៅតែកែបានទេព្រោះដោយសារយើងដាក់ everyone with the link មានអ្នកណាមាន link ហ្នឹងគឺអាចកែបានអញ្ចឹងកន្លែងនេះកុំភ្លេចបើមិនយើងចង់ឈប់ឲ្យគេប្រើ link ហ្នឹងហើយឬក៏ដំណរភ្ជាប់ហ្នឹងហើយយើងដាក់ restrict វិញមកណា restrict វិញមកចាក់សោវិញណាហើយយើងចុចដានមកបាទប៉ុណ្ណឹងមាន folder ហ្នឹងគឺអ្នកណាក៏លេង access ចូលបានហើយលេងបើទោះជាមាន link យ៉ាងណាក៏ដោយឧទាហរណ៍យើង copy link នេះយកទៅបាទឧទាហរណ៍យើងចូល copy folder ហ្នឹងអូខេនេះបងប្អូនឃើញអានេះជាម្ចាស់ណាឥឡូវឧទាហរណ៍ខ្ញុំចូល email នេះវិញ email នេះហើយខ្ញុំ pass link សូមបើក tab ថ្មីមានន័យថាយើងមាន link ហ្នឹងហើយប៉ុន្តែបើសិនយើងចង់ access ចូលគឺយើងនិយាយឃើញគឺមានន័យថាលេងចូលដូចមិញហើយលេងឃើញមាន folder ឃើញរូបភាពអីមិញហើយគឺរងចាំឲ្យយើងមានតែយើង request ទៅកាន់ម្ចាស់សិនដើម្បីឲ្យគេ accept យើងចូលប្រើឥឡូវឧទាហរណ៍ខ្ញុំ request ទៅបាទប៉ុន្តែយើង request ទៅហើយអញ្ចឹងយើងរងចាំម្ចាស់ folder ហ្នឹងគាត់ approve យើងសិន accept ឲ្យយើងសិននេះម្ចាស់នេះអញ្ចឹងបងប្អូនទៅមើលខ្ញុំ refresh បន្តិចសិនតើមានឃើញ load notification ឲ្យមកអត់អូខេយើងសូមចូល folder ហ្នឹងចាំមើលមានទេអូខេអត់ឃើញមានទេអញ្ចឹងអាចថាវា load នៅក្នុង email អញ្ចឹងបងប្អូនសូមចូលទៅក្នុង email ហ្នឹងនេះយើងចូល tab មកយើងចូល email បាទ Gmail មកយើងនឹងឃើញមាន inbox មួយនេះ message មួយដែលគេផ្ញើមកយើងគឺនេះគឺមានន័យថា Cambodia Techno Online គាត់ស្នើសុំឲ្យយើងបើកជាមួយនឹង folder នឹងឲ្យគេប្រើឲ្យគាត់នឹងមើលឬក៏ប្រើអីចឹងទៅអញ្ចឹងណាមិនឃើញបងប្អូនឃើញអាកន្លែងនេះមានពាក្យថា request មកអញ្ចឹងកន្លែងនេះបើយើងដាក់ថា view មានន័យថាយើងចង់ឲ្យគាត់បានត្រឹមតែមើលទេអត់អាចទៅកែរបស់យើងបានទេអញ្ចឹងយើងដាក់ view នឹងមកបាទ view នឹងទៅហើយយើងចុច share មកបាទប៉ុណ្្នឹងទៅអញ្ចឹងយើងទៅមើលសុំចាំតិចទៅឥឡូវបាច់ចាំទេយើង refresh មកព្រោះវាអត់ real time មកយើងទេបាទពេលហ្នឹងចូលហើយបងប្អូនឃើញទេគាត់ refresh ព្រឹបចូលបានបាទប៉ុន្តែសួរថាយើងអាចលុបបានទេគឺអត់អាចលុបបានទេព្រោះមិញគេផ្ដល់សិទ្ធិឲ្យយើងបានត្រឹមតែបានត្រឹមឲ្យគេតែមើលទេតែ view ទេតែយើងអាច copy ឬក៏ download បានអត់យើងអាច download បានចុច download មកបាទ
ជំរឿយើង download ទុកប្រើរបស់យើងមកប៉ុន្តែយើងមានសិទ្ធិធ្វើអីបានទេលុបរបស់គេអីគឺអត់បានទេប៉ុន្តែយើងអាច download ប្រើយកទៅធ្វើរបស់យើងអីបាននេះយើងទៅឃើញមានទេបាទយើងបើកគឺបានធម្មតាប៉ុន្តែលុបបានទេចង់មូអីផ្សេងទៅណាទៅណីបានអត់បានទេណាអត់បានទាំងអស់អូខេអញ្ចឹងគឺនេះគឺតកតងជាមួយនឹងចំណុចការ share កន្លែងនេះក៏សំខាន់ដែរគឺក្រុមហ៊ុននីមួយៗគឺសិតតែត្រូវតែយល់ដឹងអំពីការ share folder ហ្នឹងដើម្បីឲ្យច្បាស់ក្នុងការចែករំលែក data ឲ្យគ្នាទៅវិញទៅមកដោយមិនចាំបាច់ copy paste ដាក់ flash ផ្ញើតាម Telegram ឬក៏អីផ្សេងៗទេអញ្ចឹងគឺបើយើងយល់អំពីការ share folder នេះគឺយើងនឹងធ្វើការជាមួយគ្នាទៅបានលឿនមិនខាត់ពេលវេលាអញ្ចឹងណាបាទអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំចង់លម្អិតប៉ុណ្ណឹងដើម្បីឲ្យបងប្អូននឹងយល់ច្បាស់អំពីការ share ជាមួយនឹង folder ហ្នឹងណាបាទអញ្ចឹងបើសិនជាមានចម្ងល់អីមិនច្បាស់កន្លែងណាអាច comment នៅខាងក្រោមវីដេអូបានហើយខ្ញុំនឹងធ្វើការឆ្លើយតបទៅកាន់វិញបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតអរគុណ